ก็សូមអនុមោទនីក៏សូមអនុមោទនីស្ដាប់ព្រះធម៌ទេសនាអនុមោទនីអ្នកមត្ថុរតនតយស័កខ្ញុំព្រះអង្គសូមលើកកំបងអញ្ជលីអ្នកមស្ការឧទ្ទិសដៅចំពោះគុណនៃព្រះរតនត្រ័យមានព្រះពុទ្ធរតនៈព្រះធម្មរតនៈនិងព្រះសង្ឃរតនៈដែលជារតនៈដ៏ឧត្តមឧត្តមប្រសើរខ្ពង់ខ្ពស់នៅក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដោយយ៉ាងក្រៃលែងបន្តអំពីបទនមស្ការដោយសង្ខេបបែបខ្លីនេះទៅខ្ញុំព្រះករុណាសូមធ្វើនៅគិរវកិច្ចដោយសេចក្តីគោរពចំពោះវត្តមានព្រះអង្គគ្រូជាវស្រស់ដែលមានវត្តមានគង់នៅទីនេះអាត្មាភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទឧបាសកឧបាសិកាទាយុទាយិកាគ្រប់គ្នាទាំងអស់ដែលបានមកបំពេញបុណ្យចូលរួមបុណ្យនៅក្នុងថ្ងៃនេះជាពិសេសចម្រើនពរដល់ញាតិញោមដែលត្រូវជាកូនត្រូវជាចៅជាញាតិជាប់សាច់ជាប់ឈាមរបស់ញោមឧបាសិកាទួនកឹមស្រៀងទួនកឹមសៀងទួនកឹមសៀងញោមបានចែកឋានទៅរយៈពេល6ថ្ងៃឥឡូវថ្ងៃនេះយើងធ្វើបុណ្យ7ថ្ងៃដើម្បីឧទ្ទិសកុសលផលបុណ្យជាតក្ខិណានុបទានដល់ញោមដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខហើយនោះហើយឥឡូវនេះក៏មានវត្តមានអង្គគ្រូជាវស្រស់និមន្តគង់នៅទីនេះណាអង្គគ្រូបើនិយាយទៅធម្មកថាប្រចាំខេត្តត្បូងឃ្មុំណាញោមហើយអាត្មានេះគ្រាន់តែនិមន្តមកពីឆ្ងាយទេមកពីភ្នំពេញអង្គគ្រូធ្លាប់មានអធិស្ឋានរាប់អានចិត្តស្និទ្ធក៏បាននិមន្តគង់ស្ដាប់ពធនៅឱកាសនេះផងដែរអញ្ចឹងថ្ងៃនេះអាត្មាភាពបានឱកាសសម្ដែងពធជូនញាតិញោមដែលត្រូវជាកូនជាចៅដែលត្រូវធ្វើបុណ្យតក្ខិណានុបទានឧទ្ទិសដល់ញោមឧបាសិកាទួនកឹមសៀងនឹងហើយបានទទួលមរណកាលកាលពីថ្ងៃសៅរ៍9កើតខែផលគុណត្រឹមថ្ងៃទី22ខែមិនិនាឆ្នាំ2025បច្ចុប្បន្ន78ឆ្នាំដោយរោគាពាធចឹងត្រូវជាកូនជាចៅពេលដែលអ្នកម្ដាយចែកឋានទៅនឹងក៏រៀបចំពិធីទៅតាមទំនៀមទម្លាប់ប្រពៃណីអ្នកផ្ដើមបុណ្យនោះមានឧបាសកកែវឈុនត្រូវជាកែវឈុនញោមណាកែវឈុនត្រូវជាស្វាមីនៃសពអ្នកស្រីកឹមរានីញោមកឹមរានីត្រូវជាព្រមទាំងបុត្រហ្នឹងហើយអ្នកស្រីកឹមរាវីព្រមទាំងបុត្រលោកកឹមរាវុធនិងភរិយាព្រមទាំងបុត្រអ្នកស្រីហិនស្រីព្រមទាំងបុត្រអ្នកស្រីកឹមសុភារីនិងស្វាមីព្រមទាំងបុត្រអ្នកស្រីកឹមសុភារិទ្ធនិងស្វាមីព្រមទាំងបុត្រលោកកឹមភិរុននិងភរិយាព្រមទាំងបុត្រលោកកឹមសុភារងនិងភរិយាព្រមទាំងបុត្រអ្នកស្រីកឹមសុភារាហើយស្រីនាងនិងស្វាមីព្រមទាំងបុត្រលោកកឹមសម្រាប់ប្រុសនិងភរិយាព្រមទាំងបុត្រនេះត្រូវជា
នឹងកូនជាចៅត្រូវជាស្វាមីនាំគ្នាធ្វើបុណ្យតក្កិណានុប្បទានហើយមកជុំគ្នាអត់ទេញាតិញោមជុំអស់ហើយញោមណោះបើសិតតែជាកូនជាចៅបានដើម្បីរួបរวมគ្នាធ្វើបុណ្យតក្កិណានុប្បទានបុណ្យ7ថ្ងៃនៅក្នុងថ្ងៃនេះដើម្បីជាកិច្ចសម្រាប់អ្នកនៅរស់ជួយសង្គ្រោះអ្នកដែលស្លាប់ទៅគឺដោយការធ្វើតក្កិណានុប្បទានយើងតែងតែហៅថា7ថ្ងៃញោមមិនថាញាតិញោមធ្វើកម្មវិធីនៅក្នុងថ្ងៃបុណ្យសពឬក៏ថាបុណ្យ7ថ្ងៃឬក៏ថាបុណ្យ100ថ្ងៃគម្រប់ខួប1ឆ្នាំ2ឆ្នាំ3ឆ្នាំបុណ្យទាំងអស់នោះសរុបរួមលោកឲ្យឈ្មោះថាតក្កិណានុប្បទានតើណាញោមហ្នឹងហើយញាតិញោមធ្វើបុណ្យ7ថ្ងៃក្តី100ថ្ងៃក្តី1ឆ្នាំក្តី2ឆ្នាំក្តី3ឆ្នាំក្តីរហូតទៅរួមសរុបមកថាតក្កិណានុប្បទានមិនបានឈ្មោះថាតក្កិណានុប្បទានព្រោះជាបុណ្យរលឹកដល់អ្នកស្លាប់ជាបុណ្យធ្វើឲ្យដើម្បីឧទ្ទិសបុណ្យនោះដល់អ្នកដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខបុណ្យណាដែលធ្វើឲ្យផ្ដោតទៅលើអ្នកស្លាប់អានឹងលោកឲ្យឈ្មោះថាតក្កិណានុប្បទានគឺតាមហុចឲ្យតាមឧទ្ទិសឲ្យដល់អ្នកដែលបានចែកឋានទៅនោះនៅក្នុងធម៌ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងញាតិទាំងឡាយឯណាតែងអនុគ្រោះញាតិទាំងឡាយនោះរមែងឧទ្ទិសឲ្យនៅបាយនិងទឹកដល់លមមក្រន់ដែលបានរៀបចំហើយប្រគេនចំពោះព្រះសង្ឃហើយនឹងធ្វើចំពោះអ្នកមានសិលហើយគឺឧទ្ទិសផ្សាយបុណ្យនឹងដល់អ្នកដែលបានចែកឋានទៅតើនេះញាតិញោមតើគ្រប់គ្នាអត់ទេបងឲ្យតន់ណាញោមព្រោះស្ដាប់ដើម្បីដឹងឲ្យញាតិញោមបានដឹងថាម៉េចហៅថាតក្កិណានុប្បទាននោះហើយយ៉ាងធ្វើយ៉ាងម៉េចដើម្បីបុណ្យនឹងឲ្យបានសម្រេចដល់អ្នកស្លាប់សំខាន់ណាស់ព្រោះពធទេសនាហ្នឹងគោលបំណងចាំបាច់ហ្នឹងគឺឲ្យញាតិញោមបានដឹងដល់តែញោមបានដឹងហើយញាតិញោមធ្វើទៅត្រូវទៅតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងយើងធ្វើទៅមិនខុសណាញោមដោយអ្នកធ្វើស្រែចម្ការដាំដំណាំអីចឹងបើដឹងរបៀបដាំដឹងរបៀបធ្វើទៅបានផលល្អឬមិនល្អញោមបើបានដឹងធ្វើទៅបានល្អចុះបើមិនដឹងធ្វើទៅអត់បានផលសោះមិនបានផលបើធ្វើដោយមិនដឹងប៉ុណ្ណាដូចកិច្ចការងារទាំងឡាយទាំងពួងអីចឹងគេយកអ្នកចេះឬយកអ្នកមិនចេះញោមយកអ្នកចេះសាកតដាក់ពាក្យធ្វើការងារមើលបំគេសួររកសញ្ញាបត្រឡើយហ្នឹងហើយគេសិតតែត្រូវការអ្នកចេះដើម្បីឲ្យការងារហ្នឹងធ្វើទៅរលូនបានល្អអញ្ចឹងបានពធទេសនានៅក្នុងថ្ងៃនេះមិនមែនគ្រាន់តែជាការធ្វើបង្គ្រប់កិច្ចទេដើម្បីអីដើម្បីឲ្យញាតិញោមបានដឹងហើយថ្ងៃនេះអាត្មានាំដំណឹងដែលពុទ្ធព្រះអង្គសម្ដែងអំពីតក្កិណានុប្បទានពធសម្ដែងអំពីតក្កិណានុប្បទានហ្នឹងដើម្បីឲ្យញាតិញោមបានដឹងថាធ្វើយ៉ាងណាដើម្បីត្រឹមត្រូវត្រង់ទៅតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យលោកសម្ដែងអំពីអង្គរបស់តក្កិណានុប្បទានញាតិញោមនៅក្នុងសម័យពុទ្ធកាលក៏មានព្រាហ្មណ៍បានចូលទៅសួរព្រះសម្មាសម្ពុទ្ធដែរសួររឿងធ្វើតក្កិណានុប្បទានហ្នឹងញោមព្រោះតក្កិណានុប្បទានហ្នឹងដើម្បីឧទ្ទិសកុសលដល់អ្នកដែលបានចែកឋានទៅហើយព្រាហ្មណ៍សួរព្រះអង្គញោមញាតិញោមដឹងសួរថាម៉េចអត់ព្រាហ្មណ៍នឹងសួរអញ្ចេះបបិទ្ធព្រះអង្គដ៏ចម្រើនតើការធ្វើតក្កិណានុប្បទានហ្នឹងប្រកាសថាបានដល់អ្នកស្លាប់ទៅពិតមែនទេហើយញាតិញោមធ្លាប់ឆ្ងល់អញ្ចឹងដែរអត់ទេបងធ្លាប់ឆ្ងល់អត់ប្រកាសជាឆ្ងល់ដែរហើយឃើញធ្វើតក្កិណានុប្បទានបុណ្យ7ថ្ងៃបុណ្យ3ថ្ងៃឬក៏ថាបុណ្យ100ថ្ងៃគ្រប់ខួបអីហ្នឹងតក្កិណានុប្បទានដើម្បីជួយដល់អ្នកស្លាប់ចុះតើការឧទ្ទិសទៅយើងអត់ដឹងផងអ
đằng ta thà bàn đo men đừng đó rồi cả thà phơi chờ phơi tam kia tâu nâng ta tế priêm nâng xua bà ông chẳngព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឆ្លើយថាមនាលព្រាហ្មណ៍បុគ្គលធ្វើតក្កិណានុបទានហើយដើម្បីឧទ្ទិសកុសលដល់ញាតិនឹងគឺថាដល់ក្នុងឋានៈដែលគួរដល់ព្រះអង្គទ្រង់ឆ្លើយអញ្ចឹងណាញោមបានដល់ក្នុងឋានៈដែលគួរដល់ឯមិនបានដល់ក្នុងឋានៈដែលមិនគួរដល់វាអញ្ចឹងដែរណាចុះឋានៈគួរដល់ហ្នឹងយ៉ាងម៉េចទៅព្រះអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលពួកខ្លះញោមបុគ្គលពួកខ្លះបន្ទាប់អំពីសេចក្តីស្លាប់ទៅកើតជាមនុស្សដល់ទៅកើតជាមនុស្សយើងធ្វើបុណ្យចេះដឹងអត់ញោមដឹងអត់បើកើតនៅក្នុងពោះផ្ទៃម្ដាយហើយគឺអត់មានបានដឹងមកយើងធ្វើបុណ្យអីចេះទេនឹងបើបុណ្យមានទៅកើតកំណើតមនុស្សចឹងទៅនៅក្នុងផ្ទៃមេត្តាដែលយើងធ្វើបុណ្យណាគាត់មិនដឹងនៅក្នុងផ្ទៃម្ដាយឯនោះបងនឹងបើកំណើតខ្លះទៀតហៅថាអកុសលកម្មក្រាស់ទៅកាន់កំណើតអបាយភូមិជ្រៅក៏មិនបានទទួលបងនឹងមិនបានទទួលបើកំណើតរងទុកខ្លោចផ្សាខ្លាំងនៅក្នុងកំណើតអបាយនោះបងក៏អត់បានដឹងដែរនឹងហើយកំណើតខ្លះទៀតនេះចង់សម្ដែងអំពីកំណើតណាញោមអំពីកំណើតខ្លះទៀតទៅកើតជាកំណើតគេហៅថាទុគតិជ្រៅឬក៏ថាកំណើតជាសុទ្ធអីចឹងក៏មិនបានដឹងបងក៏មកអត់បានដឹងដែរបងដែលបានទទួលហ្នឹងគឺកំណើតមួយខាងលោកគាត់បានធ្វើអកុសលណាមួយទៅផ្លាត់កំណើតទៅកើតនៅក្នុងកំណើតហៅថាបេតវិស័យបរតតបជីវកៈប្រែតហ្នឹងដែលទទួលផលអំពីញាតិញោមដែលបានឧទ្ទិសទៅហើយដែលញាតិញោមបានធ្វើកុសលផលបុណ្យនឹងហើយឧទ្ទិសផ្សាយទៅវាមានអង្គប៉ុណ្ណាមានហេតុអង្គ3ដែលសម្រេចដល់ញាតិរបស់យើងទី1គឺញាតិញោមធ្វើទានដល់អ្នកមានសិលអ្នកដែលមានសិលណាញោមមិនថាអ្នកបួសឬក៏ថាអ្នកមិនបួសទេឧបាសកឧបាសិកាមានសិលឬក៏ថាធ្វើទាននៅក្នុងសង្ឃតែព្រះអង្គសម្ដែងថាការធ្វើទាននៅក្នុងសង្ឃហ្នឹងគឺជាហេតុចិត្តនៃការបានទទួលអំពីសំណាក់ញាតិរបស់យើងហើយទី2ញាតិញោមបានធ្វើបុណ្យហើយគេហៅថាទាយិកាហ្នឹងឧទ្ទិសសេនៈញាតិញោមឧទ្ទិសបងឧទ្ទិសបើធ្វើហើយអត់ឧទ្ទិសក៏អត់បានដែរអញ្ចឹងណាញោមត្រូវតែឧទ្ទិសបុណ្យហ្នឹងដល់ញាតិរបស់យើងដែលបានចែកឋានទៅហើយទី3បេតាណੰអនុមោទនាអ្នកគឺញាតិរបស់យើងដែលទៅកើតកំណើតទុគតិហ្នឹងគាត់បានអនុមោទនីបងអនុមោទនីសាធុចឹងទៅអញ្ចឹងផលដែលញោមឧទ្ទិសទៅកុសលដែលញោមបានសាងហ្នឹងឧទ្ទិសផ្សាយទៅបានសម្រេចដល់ញាតិរបស់យើងហើយបងនឹងតែបើយើងធ្វើខុសប្រះចាកអំពីហេតុ3យ៉ាងហ្នឹងទេក៏មិនបានដល់ដែរព្រោះហ្នឹងជាចាំបាច់ណាស់ដែលយើងត្រូវធ្វើកុសលហ្នឹងឧទ្ទិសទៅដល់អ្នកដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខហើយនោះព្រោះអ្នកដែលបានចែកឋានទៅណាញោមអ្វីគ្រប់យ៉ាងដែលមាននៅគាត់មិនបាច់យកទៅបានទេញាតិញោមឃើញអ្នកដែលស្លាប់ទៅគេយកប្រាក់ដាក់ចូលក្នុងមាត់ណាញោមដឹងគេដាក់ដើម្បីអីដែរដើម្បីប្រាប់យើងគ្រប់គ្នាថាប្រាក់កាសដែលដាក់ចូលទៅក្នុងមាត់ហើយនឹងយកទៅអត់បានផងយកទៅតាមជាមួយអត់បានទេអញ្ចឹងមានតែបុណ្យកុសលអំពើល្អដែលគាត់បានធ្វើបានសន្សំហើយនឹងទៅជាមិត្តល្អតាមជួយគាត់គ្រប់ជាតិញោមអំពើល្អកុសលដែលបានសន្សំហើយរមែងបានជាទីពឹងទៅគ្រប់ជាតិអញ្ចឹងកាលដែលនៅរស់មនុស្សយើងគ្រប់គ្នាប្រឹងណាស់ញាតិញោមប្រឹងអត់រាល់ថ្ងៃបង
prang prai tăng pi sọ máu màu sọ sọ bỏ nâng ấy prang tăng pi miên cầm lăng cầm hai rồi hốt đọt cầm lăng ở lính ngợp lại ruồi prang tăng pi mình nâu rừng mò mà lâu mình bạc ai chỉ vật mà nâu dân mà nè prang prai na nhịn nhôm rồi trộp rồi sầm bát đọc về prang cột giang chuông cá nè khá nhôm prang ro miên ban sờ bô sờ bài hơi mình toàn ban pra ca năngประมาณ phong slap tập bát miền trần té nhôm miền villa miền lôi miền lan miền ở vay sập cột bẹp giang đóแต่miền sập cột bẹp giang hơi chỉ vật năng trâu ớt slap tập bát chẳng ở vay cột giang nó có tàu chỉ mùi ẩn ọt tàu chỉ mùi tê à vậy đại nọc nông lộc ní pra bàn tay nọc nông lộc ní còn nó nâng hào thà ọt bon nó nhổm à vậy miền sọp cột bẹp giang đó tại bon nâng pra ọt bàn ọt bon nâng chỉ vật nâng trâu ọt tứ có slap từ chẳng bàn lộc sầm đai nhầm pi thì cái đây slap nâng miền buồn giang quá nhổmตีមួយលោកឲ្យឈ្មោះថាអាយុខយៈមរណង្សស្លាប់ដោយការអស់អាយុសម័យបច្ចុប្បន្នអាយុខែយើងនៅសល់ចិត្តប្រមាណញោម73 74អីនឹងឯងបងហើយញោមយាយបច្ចុប្បន្នចិត្តប្រមាណហើយញោម78ហើយបងគាត់មានបនរស់បានដល់4ឆ្នាំបន្ថែមណាញោមធម្មតាអាយុខែយើងសពថ្ងៃ74អ្នកខ្លះដល់អាយុត្រឹម74នឹងស្លាប់អានឹងលោកឲ្យឈ្មោះថាអស់អាយុបើញាតិញោមចំណាំមើលទៅណាដែលមានអាយុ74ដល់អាយុខែនឹងស្លាប់ដល់នឹងអស់អាយុហើយបើអាយុគាត់ត្រូវអស់ប៉ុណ្ណឹងនឹងហើយបើថាអាយុញោមលើសពី74ទៅនឹងញោមរស់ដោយសារបុណ្យបើហើយតែថាមិនខំធ្វើបុណ្យទេតែអស់បុណ្យជីវិតបានត្រឹមណាគឺបុណ្យញោមអស់ត្រឹមប៉ុណ្ណឹងហើយញោមណាបើតាំងពី74ឡើងទៅផុតអាយុខៃញោមរស់ដោយសារបនញោមត្រូវចាំគ្រប់គ្នាអញ្ចឹងណាបងហ្នឹងហើយអញ្ចឹងអ្នកខ្លះអាយុលើស74ទៅគឺថារស់ដោយសារបនអញ្ចឹងបនបានត្រឹមប៉ុណ្ណាគឺអាចរស់ដល់ត្រឹមប៉ុណ្ណឹងអញ្ចឹងស្លាប់ត្រឹមហ្នឹងលោកឲ្យឈ្មោះថាអស់បនប៉ុណ្ណាអ្នកខ្លះអស់ទាំងបនអស់ទាំងអាយុញោមដល់អាយុ74ព្រឹបបនក៏អស់ដល់អាយុស្លាប់ត្រឹមហ្នឹងហ្នឹងស្លាប់មួយទៀតដែរបើអស់ទាំងបនអស់ទាំងអាយុបើហ្នឹងទី3ហើយមួយទៀតកម្មមកកាត់ផ្ដាច់អ្នកខ្លះអាយុមិនទាន់ដល់ត្រូវស្លាប់ផងញោមកើតមកបាន10ឆ្នាំក៏ស្លាប់ទៅអាហ្នឹងលោកហៅថាកម្មមកកាត់ផ្ដាច់ណាញោមធ្លាប់សម្លាប់សត្វធ្លាប់បៀតបៀនឲ្យជីវិតគេផ្ដាច់បង់អញ្ចឹងអ្នកដែលធ្លាប់សម្លាប់សត្វពីអតីតជាតិមកច្រើនទៅកម្មនឹងមានឱកាសឲ្យផលកើតមកមិនទាន់បាន10ឆ្នាំផងលងទឹកស្លាប់បាត់កើតមកមិនទាន់បានប្រមាណផងគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតស្លាប់បាត់អាយុមិនទាន់30អីស្រួលបួលផងជិះម៉ូតូតាមផ្លូវមានក្មេងស្ទាវណាមកដល់ច្រឡំមនុស្សចាក់ស្លាប់បាត់អានឹងដោយសារអីដោយសារកម្មមកកាត់ផ្ដាច់ក៏ត្រូវស្លាប់ទៅចឹងជីវិតរបស់សត្វលោកយើងគ្រប់គ្នាអត់មានអីក្រៅអំពី4នឹងទេញោមអស់អាយុអស់កម្មអស់ទាំងកម្មអស់ទាំងអាយុហើយកម្មមកកាត់ផ្ដាច់អញ្ចឹងនឹងគឺសេចក្តីស្លាប់ជាមរតកនៃជីវិតរបស់មនុស្សយើងគ្រប់គ្នាទាំងអស់ដែលมันអាចកិច្ចផុតបានញោមកិច្ចផុតបានទេអត់បានទេលោកសម្ដែងថាអាយុឧស្មាចវិញ្ញាណังយទាកាយ៉ាងចហន្តមੰអបវត្ថោតទាសេតិនិរដ្ឋังវកលង្ករាំងអាយុក្តីភ្លើងធាតុក្តីវិញ្ញាណក្តីតែងលះបង់នៅកាយនេះក្នុងកាលណាហើយដល់នៅសេចក្តីស្លាប់ហើយកាយនេះមិនគួរនឹងតម្កល់ទុកនៅលើផ្ទះសម្បែងបានឡើយគេតែងនាំយកទៅចោលឲ្យដេកសង្កត់នៅលើផែនដីក្នុងការនៅឯងដូចជាអង្កត់អស់រកប្រយោជន៍គ្មានឡើយចឹងអាយុក្តីភ្លើងធាតុក្តីវិញ្ញាណក្តី
តែលះបង់នៅកាយនេះហើយកាយនេះគឺគេមិនអាចបង្កល់ទុកនៅលើផ្ទះបានទេញាតិញោមដែលឃើញផ្ទះណាដាក់សាកសពនៅបានដែរបងអត់បានទេគេតែងតែយកទៅដុតបូជាយកទៅកប់ហើយអញ្ចឹងគឺថាពេលដែលជីវិតនេះត្រូវអស់ទៅត្រូវឃ្លាតទាំងអស់មិនថាកូនស្រឡាញ់ណាស់ភរិយាស្រឡាញ់ណាស់ស្វាមីស្រឡាញ់ណាស់ញាតិស្រឡាញ់ណាស់ទ្រព្យសម្បត្តិយើងស្រឡាញ់ណាស់បណ្ណាទេគឺត្រូវឃ្លាតទាំងអស់អញ្ចឹងបានសង្វេគណាស់ញាតិញោមដែលយើងបានកើតមកជាមនុស្សហើយអាយុយើងខ្លីញោមសម័យបច្ចុប្បន្ននេះរស់បានយ៉ាងច្រើនហ្នឹងគឺ60 70 ឆ្នាំអីហ្នឹងឯងបើថាអាយុច្រើនទៅទៀតហ្នឹងក៏ទ្រុឌទ្រោមទៅតាមអាយុហ្នឹងទៅទៀតអញ្ចឹងមានសេចក្តីសង្វេគញោមយើងសង្វេគថាជីវិតនេះគង់តែព្រាត់ប្រាសគង់តែបែកបាក់គ្នាអញ្ចឹងមុននឹងព្រាត់គ្នាញោមរៀនស្រឡាញ់គ្នាណាញោមមេត្តាឲ្យគ្នាទៅអ្វីណាមិនល្អចិត្តដែលធ្លាប់ខឹងធ្លាប់ស្អប់ធ្លាប់គុំគួនគ្នាលះចាញ់ពីចិត្តនឹងឲ្យអស់ញោមណាបើហើយស្រឡាញ់គ្នាដោយមេត្តាដោយករុណាដោយមុទិតាដោយឧបេក្ខាអញ្ចឹងទៅរស់នៅដោយបុណ្យទាំងអស់គ្នាបំពេញស្ដីល្អព្រោះទីបំផុតទៅយើងនឹងត្រូវព្រាត់គ្នាអញ្ចឹងពធថ្ងៃនេះមកសម្ដែងហ្នឹងគឺដើម្បីឲ្យញាតិញោមអ្នករស់នៅស្ដាប់អ្នកដែលស្លាប់ទៅគាត់បានស្លាប់ទៅហើយអ្នកដែលស្លាប់ទៅណាញោមគាត់បានផ្ដាំយើងគ្រប់គ្នាញោមដែលស្លាប់ទៅហ្នឹងឯងគាត់បានផ្ដាំមកអាត្មាប្រាប់ញាតិញោមញាតិញោមដឹងគាត់ផ្ដាំមកថាម៉េចដែរអត់ដឹងទេញោមគាត់ដែលស្លាប់ទៅណាគាត់ផ្ដាំប្រាប់មកអាត្មាប្រាប់ញាតិញោមថាទីបំផុតទៅញាតិញោមគ្រប់គ្នានឹងត្រូវស្លាប់ដូចគាត់អញ្ចឹងចឹងមុនថ្ងៃដែលមិនទាន់ស្លាប់មកដល់គាត់ឲ្យយើងគ្រប់គ្នានឹងប្រឹងធ្វើល្អឲ្យហើយតើនេះញាតិញោមរស់នៅមានមេត្តាដល់គ្នានឹងគ្នាមានសេចក្តីល្អមានទានមានសិលបំពេញការងារដោយល្អហើយរស់នៅបំពេញសេចក្តីល្អឲ្យដល់គ្នានឹងគ្នានឹងគាត់សប្បាយចិត្តហើយបងហើយញាតិញោមគ្រប់គ្នាទាំងអស់ក៏បានសម្រេចជាបុណ្យកុសលគ្រប់គ្នាចម្រើនសេចក្តីល្អប្រចាំជីវិតគេថាម៉េចញាតិញោមពាក្យមួយគេថា3ជាប់ខ្លួន4ជាប់សាច់នោះហើយ1កាត់ផ្ដាច់ប្រមាណជាប់តាម2ជាប់តាម3ក្នុងខ្លួនហ្នឹងអី3ក្នុងខ្លួនហ្នឹងអីគេអង្គគ្រូជាវស្រស់ច្បាស់ណាស់ញាតិញោមធរហ្នឹង3ក្នុងខ្លួន4ក្នុងសាច់1កាត់ផ្ដាច់2ជាប់តាមហ្នឹង3ក្នុងខ្លួនហ្នឹងគឺអនិច្ចំញោមអនិច្ចំទុក្ខំនិងអនត្តាវាជាម្ចាស់ខ្លួនយើងណាញោមភាពមិនទៀងជាទុក្ខជាអនត្តាហ្នឹងវាជាប់តាមខ្លួនយើងរហូតមិនទៀងហ្នឹងយ៉ាងម៉េចញោមពីមុនញោមក្មេងដែរឥឡូវចាស់អន់ចាស់ហើយវាមិនទៀងថានៅក្មេងហ្នឹងណាបងវាត្រូវប្រែប្រួលពីក្មេងហ្នឹងមកចាស់ប្រែប្រួលពីសក់ខ្មៅមកសក់សប្រែប្រួលពីថ្មិញល្អមកបាក់អលីងបងញាតិញោមខ្លះឃើញថ្មិញស្អាតអញ្ចឹងតែមិនពាក់ដាក់ថ្មិញបន្ថែមណាញោមហ្នឹងវាប្រែប្រួលអញ្ចឹងជីវិតរបស់មនុស្សយើងគ្រប់គ្នាទាំងអស់ហ្នឹងគឺស្ថិតនៅក្នុងអំណាចនៃអនិច្ចំវាគ្រប់គ្រងញោមអាភាពមិនទៀងនោះវាគ្រប់គ្រងជីវិតយើងដល់តែពេលខ្លះយើងចង់ប្រឆាំងថាសូមកុំឲ្យវាសូមកុំឲ្យវាមិនទៀងហ្នឹងឲ្យវាទៅជាទៀងដល់ពេលអាមិនទៀងមកដល់សោកសៅតែម្ដងជួនកាលវាធ្លាប់តែស្អាតណាញោមធ្លាប់តែស្អាតធ្លាប់តែល្អដល់តែចង់ថាឲ្យនៅស្អាតឲ្យនៅល្អចឹងរហូតប្រកបបជាមិនបានបើអាភាពមិនទៀងនឹងវាជាម្ចាស់ការប្រែប្រួលនឹងវាជាអ្នកប្រធានហើយយើងតូចតាចយើងនៅក្រោមគេយើងទៅប្រឆាំងមិនកាន់ណាញោមដល់តែប្រឆាំងមានតែទុក្ខមានតែសោកសៅការប្រែប្រួលនឹងមកដល់យើងរៀនព្រមទទួលការពិតអញ្ចឹងញាតិញោមបានស្ដាប់ធម៌នៅក្នុងថ្ងៃនេះញាតិញោមបានយល់បន្ថែមថាជីវិតនេះគឺមានភាពមិនទៀងជាអ្នកគ្រប់គ្រងមានការប្រែប្រួលជាអ្នកគ្រប់គ្រងយើង
ដោយសារតែមិនទៀងនឹងជាអ្នកគ្រប់គ្រងនឹងឯងញោមបានចាស់មកដល់សពថ្ងៃណាញោមបើអនិច្ចំនឹងវាមិនមែនជាអ្នកគ្រប់គ្រងយើងទេញាតិញោមនៅក្មេងរហូតហើយល្អរហូតហើយបើដោយសារតែអនិច្ចំនឹងវាមកគ្រប់គ្រងយើងនឹងឯងបានធ្វើឲ្យការប្រែប្រួលនឹងទៅតាមអំណាចរបស់វាហើយដល់តែប្រែប្រួលហើយតែអនិច្ចំហើយជាទុកក៏មិនទុកញោមវាជាទុកប្រែប្រួលជាទុកចឹងទៅដល់ពេលវាជាទុកវាមិនស្ថិតនៅក្នុងអំណាចរបស់យើងបានលោកឲ្យឈ្មោះថាជាអនត្តានោះដែលមិនមែនខ្លួនហ្នឹងបើខ្លួនយើងបជាបានហើយនឹងបជាថាកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់បានហើយចឹង3ក្នុងខ្លួនញាតិញោមហ្នឹងគឺការប្រែប្រួលសេចក្តីទុក្ខនឹងមិនមែនជារបស់ខ្លួនហ្នឹងគឺនៅក្នុងខ្លួនយើងនឹងឯងនឹងឲ្យ4ចប់សាច់ហ្នឹងលោកតែងតែពោលថាធាតុទឹកធាតុដីធាតុភ្លើងធាតុខ្យល់ហ្នឹងហើយមួយមកកាត់ផ្ដាច់ហ្នឹងគឺមច្ចុគឺសេចក្តីស្លាប់ហ្នឹងវាមកកាត់ផ្ដាច់ពីរជាប់តាមហ្នឹងគឺបុណ្យនិងបាបបើញាតិញោមមានបុណ្យច្រើនណាញោមទៅកាន់ទៅកើតទីណាក៏ទៅកើតកន្លែងល្អកន្លែងប្រសើរកន្លែងចម្រុងចម្រើនហើយបើថាអត់មានបុណ្យតាមខ្លួនទេញោមណាកំសត់ហើយកំសត់ហើយតែអត់មានបុណ្យអត់មានទានទៅតាមខ្លួនទេអត់មានអីទីពឹងទេអត់មានអីជាទីពឹងទេព្រោះគ្រប់យ៉ាងมันអាចសុំបានទេណាញោមត្រូវចាំអញ្ចឹងយើងมันអាចសុំពីទេវតាมันអាចសុំពីប្រអិនពីប្រព្រំណាឲ្យជីវិតនេះទៅជាអញ្ចេះទៅជាអញ្ចោះបានទេគឺគ្រប់យ៉ាងអាស្រ័យទៅលើកម្មជាអ្នកចាត់ចែងបើសុំបានគេសុំគ្រប់គ្នាហើយញោមណោះបើសុំបានសុំឲ្យល្អគ្រប់គ្នាទាំងអស់ចឹងយុទ្ធតែធัวត្រង់កថាសុំអត់បានគឺអ្នកណាធ្វើបានប៉ុណ្ណាគឺផលសម្រេចបានប៉ុណ្ណឹងតែបើថាអ្នកឯងធ្វើកម្មអាក្រក់ច្រើនកម្មអាក្រក់នឹងមានឱកាសឲ្យផលអ្នកឯងទៅសោយទុកសិនទៅដល់តែញាតិញោមបានធ្វើបុណ្យកុសលច្រើនចឹងបុណ្យកុសលនឹងគឺមានឱកាសហុចផលឲ្យញាតិញោមបានទៅកាន់ទីល្អទៅកាន់ទីប្រសើរអានឹងសំខាន់ណាស់ញោមដែលយើងត្រូវរៀននៅក្នុងការរៀបចំនៅកាយវិចារចិត្តហ្នឹងឲ្យបានល្អឲ្យស្ថិតនៅក្នុងអំណាចនៃកុសលធម៌រឿយនឹងចឹងបុណ្យញោមនៅក្នុងថ្ងៃនេះញោមត្រូវដឹងថាជាបុណ្យមួយដែលនឹករលឹកដល់អ្នកស្លាប់ឧទ្ទិសកុសលដល់អ្នកស្លាប់ប៉ុន្តែយើងកុំភ្លេចថាយើងក៏គង់តែនឹងស្លាប់ដូចជាគាត់អញ្ចឹងដែរញោមណាអញ្ចឹងតន់សេចក្តីស្លាប់នឹងមិនតន់មកដល់ញាតិញោម កុំឲ្យវិច្ចស្ពាយច្រើនពេកញោមណោះរឿងណាមិនល្អតម្លាក់ចោលខ្លះទៅរឿងណាធ្ងន់តម្លាក់ចោលខ្លះទៅញាតិញោមតោងកាន់យកតែរបស់ស្រាលគឺបុណ្យកុសលនឹងឯងយើងធ្វើទានបានប៉ុណ្ណារក្សាសិលបានប៉ុណ្ណាសង្កេតពិនិត្យខ្លួនឯងហ្នឹងរបស់ស្រាលនាំយើងទៅកាន់ឋានសួគ៌ណាញោមនាំយើងទៅកាន់សុគតិមនុស្សទេវតា7ជាន់តែញាតិញោមបុណ្យគ្រប់គ្រាន់ហើយញាតិញោមទិញទេវតាឋានមួយណាក៏បានដែរអញ្ចឹងណាញោមហើយតែបាបច្រើនហើយញោមយកទៅទិញទេវតាអត់កើតទេញោមណាតែញោមបានធ្វើបុណ្យច្រើនគ្រប់គ្រាន់ហើយញោមចង់ទៅកាន់ឋានណាក៏បានដែរដូចញោមមានលុយអញ្ចឹងញោមបាច់ប្រាថ្នាថាសូមឲ្យខ្ញុំបាននេះសូមឲ្យខ្ញុំបាននោះតែញោមមានលុយហើយទៅផ្សារញោមចង់ទិញអីក៏បានដែរញោមណាយ៉ាងណាមិញតែយើងមានបុណ្យហើយសូម្បីតែញោមអត់ប្រាថ្នាញោមចង់ទិញអីក៏បានដែរតែបុណ្យគ្រប់គ្រាន់ហើយយកបុណ្យហ្នឹងទៅទិញគេថាទិញមគ្គផលក៏បានដែរនិយាយភាសាទិញចុះព្រោះទិញហ្នឹងគឺមានន័យថាបុណ្យហ្នឹងអាចសម្រេចបាននៅសម្បត្តិគ្រប់យ៉ាងសម្រេចនៅសម្បត្តិគ្រប់យ៉ាងហើយយើងមានលុយអញ្ចឹងទៅផ្សារចង់ទិញឡានទិញម៉ូតូអីតាមចិត្តទៅហើយយើងមានបុណ្យពេលដែលសេចក្តីស្លាប់មកដល់គឺថាមានតែបុណ្យនឹងឯងអាចជួយយើងបានអាចជួយយើងបានអញ្ចឹងបុណ្យហ្នឹងគឺសំខាន់ណាស់ដែលញាតិញោមត្រូវបំពេញត្រូវចម្រើនឲ្យបានរឿយនឹងបើជីវិតរស់នៅមិនមានទានមិនមានសិលទេញោមគឺខ្សត់បុណ្យហើយអញ្ចឹងគេឲ្យយើងមកកើតជាមនុស្សនេះគេឲ្យយើងមកសាងបុណ្យទេណាញោមត្រូវចាំពាក្យមួយម៉ាត់ថាគេឲ្យយើងមកកើតជាមនុស្សនេះឲ្យមកធ្វើបុណ្យទេតែយើងមកកើតជាមនុស្សហើយមកធ្វើបាបគេឲ្យទៅណាវិញញោមគេឲ្យទៅនរកប្រែតតិរិឆានអសុរកាយវិញហើយហ្នឹងហើយអញ្ចឹងនេះជាការអនុញ្ញាតអំពីបុណ្យឲ្យយើងមកកើតជាមនុស្សដល់យើងបានសិលឹកបុណ្យបានមកកើតជាមនុស្សហើយ
ដល់តែយើងធ្វើបាបមិនគេឲ្យនៅជាមនុស្សទៀតញោមណោះគេឲ្យយើងទៅកន្លែងដើមវិញហើយបងតែយើងធ្វើកម្មដែលឲ្យទៅកើតនៅក្នុងកំណើតមិនល្អអញ្ចឹងត្រូវទៅក្រោមវិញហើយអញ្ចឹងបធរនៅក្នុងថ្ងៃនេះលើកឡើងគ្រាន់តែបញ្ជាក់ញាតិញោមថាដំណើរជីវិតរបស់មនុស្សយើងគ្រប់គ្នាมันអាចគេចផុតអំពីការចាស់ការឈឺនិងការស្លាប់នឹងទេជីវិតរស់នៅញាតិញោមប្រកបរបរជាសមាជីវោហើយបានទ្រព្យបានសម្បត្តិខ្លះចិញ្ចឹមជីវិតចិញ្ចឹមខ្លួនឯងចិញ្ចឹមឪពុកម្ដាយហើយធ្វើបុណ្យធ្វើទានចម្រើនសេចក្តីល្អនឹងទៅនឹងបានសម្រេចជាកុសលបានជាទីពឹងសម្រាប់ញាតិញោមហើយសំខាន់នៅក្នុងថ្ងៃនេះទៀតសោតញាតិញោមធ្វើតក្កិណានុបទានដើម្បីឧទ្ទិសដល់ញោមឧបាសិកាទួនកឹមសៀងក៏ដែលបានចែកឋានទៅហើយនោះគាត់ចែកឋានទៅលុយមកកាក់ម៉ាសេនមករៀលអីមិនយកទៅបានទេទ្រព្យគ្រប់យ៉ាងគឺຕົកនៅក្នុងโลกនេះទាំងអស់ចឹងជាឱកាសមួយដែលញោមធ្វើបុណ្យយកទ្រព្យហ្នឹងធ្វើទានដល់ព្រះសង្ឃលោកអ្នកមានសិលចឹងទៅឧទ្ទិសកុសលផ្សាយទៅនឹងសំជាកូនល្អសំជាបុត្រដ៏ល្អសំជាកូនជាចៅដ៏ល្អដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកូនដែលល្អគឺធ្វើតក្កិណានុបទានឧទ្ទិសដល់អ្នកដែលបានចែកឋានទៅយើងនឹករលឹកនៅឧបការៈគុណហើយចង់បញ្ជាក់បន្ថែមញាតិញោមមួយទៀតថាយើងមិនមែននឹកឃើញគាត់តែពេលបុណ្យ7ថ្ងៃបុណ្យ100ថ្ងៃឬក៏ថាបុណ្យ1ឆ្នាំ2ឆ្នាំទេញាតិញោមត្រូវនឹកគាត់រហូតពេលបានដាក់បាតប្រសង់ពេលបានធ្វើទានដល់អ្នកនេះអ្នកនោះញោមនឹកឈ្មោះគាត់ទៅឧទ្ទិសផ្សាយទៅថាអ្នកម្ដាយកូនបានថ្ងៃនេះរាប់បាតប្រសង់បានបំពេញទានកូនសូមឧទ្ទិសកុសលដល់អ្នកម្ដាយសូមអ្នកម្ដាយទទួលអនុមោទនាសូមឲ្យបានដល់នៅសេចក្តីសុខញាតិញោមពេលបានធ្វើបុណ្យញាតិញោមឧទ្ទិសឲ្យបានរឿយទៅម្ដាយចិញ្ចឹមកូនមិនចាំតែមួយថ្ងៃឲ្យឈប់ណាញោមមែនអត់បងហ្នឹងហើយមិនមែនចាំតែមួយខែឲ្យឈប់ចិញ្ចឹមចាំតែមួយថ្ងៃឲ្យឈប់ឯណាចិញ្ចឹមគិតគូររាល់ថ្ងៃអញ្ចឹងញាតិញោមដែលត្រូវជាកូនជាចៅហ្នឹងគឺសូមឲ្យនឹកឃើញគាត់ឲ្យបានរឿយពេលបានដាក់បាតប្រសង់ពេលបានធ្វើទានពេញស្ដីល្អហ្នឹងនឹកឃើញគាត់ទៅហើយលោកសម្ដែងថាកូនដែលបានដឹងគុណនឹកគុណតបគុណឪពុកម្ដាយណាបងនេះអ្វីត្បិតថាម្ដាយគាត់មិនបាននៅរស់គាត់ចែកឋានទៅយើងធ្វើទៅតាមអ្វីដែលគាត់បានចែកឋានទៅម្ដាយដែលបានចែកឋានទៅហើយនោះសម្រាប់អ្នករស់គឺយើងទំនុកបំរុងបច្ច័យ4ក៏ដោយម្ហូបអាហារគ្រឿងស្លៀកពាក់ទីនៅអាស្រ័យថ្នាំកែរោគអីចឹងចេះតែទំនុកបំរុងសំគួរជាងទៅតែអ្នកដែលស្លាប់ទៅនឹងយើងនឹកឃើញឧទ្ទិសបុណ្យកុសលទៅឲ្យបានសម្រេចដល់អ្នកស្លាប់នឹងឈ្មោះថាយើងបំពេញតួនាទីជាកូនល្អបានហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងសង្កេលិកៈសូត្រនឹងញោមណាបងហើយម្ចាស់បុណ្យតន់អត់ទេបងនឹងឲ្យញាតិញោមបានស្ដាប់តន់គ្រប់គ្នាចឹងទៅបានជាចំណេះដឹងនៅក្នុងពុទ្ធសាសនាហើយធ្វើរលឹកឲ្យរឿយចឹងទៅញោមត្រូវជាកូនជាចៅនឹងហើយមួយទៀតព្រាមសួរមកចំណុចទៀតញោមដឹងសួរថាម៉េចអត់ហើយញោមថាមិនដឹងបើដូចគុណមិនតាន់ស្ដែងផងនោះព្រាមនឹងសួរទៀតសួរបញ្ជាក់បន្ថែមទៀតបោះពិតព្រះអង្គទុកបីថាបើខ្ញុំព្រះអង្គធ្វើឲ្យឧទ្ទិសមិនបានដល់តើបុណ្យនឹងទៅណាទៅព្រះអង្គនឹងសួរព្រះអញ្ចឹងតែព្រះអង្គសម្ដែងថាញាតិរបស់យើងនឹងគឺមិនថាញាតិ7សន្តានឬក៏ថាញាតិដែលនៅកំណើតចិត្តទេគឺថាគ្រប់គ្នានឹងគឺសុទ្ធតែជាញាតិនៅក្នុងសង្សារវដ្តនឹងសុទ្ធតែជាញាតិក៏គង់ទទួលបានហើយព្រះអង្គសម្ដែងថាបើទុកណាញាតិយើងនឹងមិនទទួលព្រះអង្គទ្រង់ត្រាស់សម្ដែងអញ្ចេះញោមព្រះអង្គសម្ដែងថាទេយកានំចអនផលាឯទាយុគឺអ្នកឲ្យទានក៏មិនអត់ផលចឹងដែលញាតិញោមធ្វើបុណ្យហើយហ្នឹងឧទ្ទិសផ្សាយទៅយើងមិនដឹងថាបានដល់ឬមិនបានដល់តែបើយើងធ្វើត្រឹមត្រូវទៅតាមធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងហើយក៏យើងបានបង្គ្រប់កិច្ចរបស់យើងក្នុងភាពជាអ្នកនៅរស់ហើយប៉ុន្តែត្រង់ចំណុចដែលសំខាន់ហ្នឹងគឺទាយកានំចអនុផលាបុណ្យនឹងអត់ទៅណាទេគឺបានសម្រាប់ញាតិញោមដែលជាអ្នកធ្វើអ្នកបំពេញនឹងឯងទានញាតិញោមបានធ្វើដល់ប្រសង់ហើយញោមបានសម្រេចទៅជាទានហើយសិលដែលញាតិញោមបានរក្សាហើយញោមជាអ្នកមានសិលហើយនឹងគឺសម្រេចបុណ្យកុសលដល់ញោមគ្រប់កាលទាំងពួង
chẳng cứ sầm khăn á nhôm bàn phơi hai cứ bon nắng chầm ra nó nóng chi vết rồi bong nhiệt nhôm cục khỉ hai chẳng dần prăng phơi bon từng ọt nía nó nhôm prăng phơi bon từng ọt nía tàu than súa từng ọt nía nhôm nó prăng chua prăng khăng nía tàu cào từng ọt nía anh năng phao na dần chơi rất dần trên nét đà nâng chân và thua bay chạy so nâng mau chân nó nhổm anh ai li lom kia bàn tê đôi nhôm sliệp bẹ so mau ngay nắng à miền cành nát mũi màu nhôm đó miền cành nát mũi so chân cây bạch chẹt tha chỉ vật dần so nâng mau bay chạy bị kia ông pơ là ó đầm nang oi po so ông pơ à cọ đầm nang oi po màuแล้วញោមស្រឡាញ់ពណ៌ខ្មៅពណ៌សបើស្រឡាញ់ពណ៌សខំធ្វើបុណ្យញោមណោះបើស្រឡាញ់ពណ៌សខំធ្វើបុណ្យសាងល្អគេថាសាងល្អក្រណាស់ដូចច្រាស់ទឹកប្រឹងល្ងាចប្រឹងព្រឹកកុំមិនដោយទោះទាំងទឹកភ្នែកជ្រែកក៏ដោយចុងក្រោយតែងបានសានសុខាអ្នកធ្វើល្អណាញោមពេលខ្លះគេថាធ្វើល្អនឹងដូចប្រមាថធ្វើដល់ហើយធ្វើល្អនឹងដូចយ៉ាប់ដល់ហើយក្នុងធម៌លោកសំដែងអញ្ចឹងដែរញោមសំដែងថាអ្នកដែលធ្វើល្អតែងតែមានសេចក្តីលំបាកทั้งអំពើល្អនឹងធ្វើទៅដូចពិបាកដូចទៅមិនបានផលអីសោះតែដល់តែអំពើល្អនឹងឲ្យផលទើបដឹងថាអំពើល្អនឹងមានរសឆ្ងាញ់ដល់តែអ្នកធ្វើបាបអញ្ចឹងដែរញោមអ្នកធ្វើបាបក្នុងធម៌លោកសំដែងថាបុគ្គលអ្នកធ្វើបាបគិតថាបាបនឹងល្អណាស់បាបនឹងឆ្ងាញ់ណាស់បាបនឹងធ្វើទៅសុបាយចិត្តណាដល់តែបាបនឹងឲ្យផលបានដឹងដូចជាឆ្នាំពុលដល់តែសេចក្តីទុកចូលមកដល់ដោយអំណាចបាបហ្នឹងមិនថាអូធ្វើអាក្រក់វាសៅមងអញ្ចឹងណូធ្វើអាក្រក់ហ្នឹងវាក្តៅកាហាយអញ្ចឹងណូអញ្ចឹងបានដឹងថាអំពើអាក្រក់ហ្នឹងឲ្យផលជាទុកអញ្ចឹងញាតិញោមចេះតែព្យាយាមទៅញោមណោះរក្សាសិលមានទានមានសេចក្តីល្អប្រចាំថ្ងៃអញ្ចឹងទៅយើងសប្បាយចិត្តរីករាយថាអូកម្មដែលអាត្មាអញធ្វើសុទ្ធតែជាកម្មល្អដល់តែញោមសប្បាយចិត្តហើយបានបំពេញសេចក្តីល្អដោយប្រការៈផ្សេងបានប្រកេនហើយកឋិនបានហើយកឋិនបានប្រកេនបច្ច័យ4មានសម្ពុតចៃវរៈបច្ច័យបណ្ឌបាតបច្ច័យសនាសនៈបច្ច័យគិលេនភេសជ្ជៈបច្ច័យអញ្ចឹងកម្មដែលញាតិញោមបានធ្វើហ្នឹងវាមកប្រកបដែរបើវាមានកម្លាំងណាញោមមានឱកាសឲ្យផលពេលហ្នឹងមកប្រកបហើយពេលហ្នឹងញោមសប្បាយចិត្តទៅលើទៅក្រោមញោមច្បាស់ជាទៅលើហើយកម្មកុសលហ្នឹងលោកឲ្យឈ្មោះថាកម្មអារម្មណ៍មួយទៀតលោកហៅថាកម្មនិមិត្តកម្មនិមិត្តហ្នឹងគឺថាគ្រឿងសម្គាល់ធ្វើកម្មណាបងបើសិនជាញាតិញោមធ្វើបាបច្រើនធ្លាប់មានគេហៅថាគ្រឿងសម្គាល់ធ្វើកម្មធ្លាប់កាន់ដបងវាយក្បាលត្រីធ្លាប់កាន់សតូចកាន់បកៃកាន់មងកាន់ឈ្នៀងធ្លាប់សម្រាប់បៀតបៀនហ្នឹងអាគ្រឿងដែលយើងធ្លាប់ហ្នឹងមកប្រកបនឹងភ្នែកមកប្រកបនឹងមុខតែម្ដងបងវាឲ្យមកឃើញអញ្ចឹងបងអញ្ចឹងបានអ្នកខ្លះពេលមុននឹងស្លាប់ហ្នឹងគឺថាអារម្មណ៍រវើរវាយច្រើនព្រោះអារម្មណ៍មិនល្អហ្នឹងមកប្រកបច្រើនបងហើយមួយទៀតត្រង់កតិកម្មនិមិត្តហ្នឹងមកចំណុចទៀតរឿងល្អម្ដងញាតិញោមធ្លាប់ជាវស្បង់ជីវរញាតិញោមធ្លាប់ប្រកេនចង្ហាន់ចង្ហាន់ឬក៏ថាផ្កាធ្លាប់បូជាព្រះអីហ្នឹងវាមកប្រកបនឹងភ្នែកយើងបងមកប្រកបនឹងមុខយើងហ្នឹងជាផ្នែកខាងល្អបងហើយមួយទៀតកតិនិមិត្តដំណើរដែលត្រូវទៅអ្នកខ្លះពេលចិត្តស្លាប់នឹងឃើញភ្លើងឆេះឃើញនរកឃើញយមបាលយមរាជមកទាមកហៅហ្នឹងអាហ្នឹងគេហៅថាដំណើរកតិនិមិត្តហ្នឹងវាមកប្រកបហ្នឹងគឺថាទៅកាន់ទុគតិហើយបងហើយអ្នកខ្លះទៀតឃើញវិមានសួរឃើញកន្លែងល្អហ្នឹងគឺជាដំណើរដែលត្រូវទៅទីឋានល្អនេះអាស្រ័យកម្មទាំងអស់ញោមអាស្រ័យបុណ្យនិងបាបឲ្យផលហើយពេលហ្នឹងញោមមិនអាចបជាបានទេញោមណាអត់អាចបជាทั้งសូមឲ្យខ្ញុំឃើញតែរឿងល្អបានអត់អាចបជាបានទេញោមសម្រាននៅនឹងកន្ទេលងើបលេងរួចធ្វើអីលេងបានហើយបងពេលហ្នឹងគឺថាអ្វីត្រូវខ្សោយទាំងអស់មានតែអារម្មណ៍គឺកម្មហ្នឹងមកប្រកបនៅចំពោះមុខតែម្យ៉ាងអញ្ចឹងបានញាតិញោមត្រូវធ្វើបុណ្យហើយនឹកឲ្យរឿយៗឯងញោមយើងអារឿងណាមិនល្អញោមកុំនឹកច្រើនប្រយ័ត្នពេលហ្នឹងវាមកប្រកបនឹងមុខហ្នឹងញោមអារឿងខឹងរឿងស្អប់ឬក៏ថារឿងមិនល្អឯណាឯណៃច្រើនអ្វីនឹងញោមកុំឲ្យនឹកឃើញកុំឲ្យរំលឹកតែញោមរំលឹកច្រើន
អាពេលដែលទៀបមរណកាលហ្នឹងវាមកប្រកបនឹងមុខយើងច្រើនហើយបងហើយបើយើងនឹករឿងល្អល្អច្រើនទៅអាភាពល្អហ្នឹងវានឹងមកប្រកបនៅចំពោះមុខញាតិញោមវិញអញ្ចឹងបាននៅក្នុងធម៌លោកបញ្ជាក់ហើយបញ្ជាក់ទៀតប្រាប់ហើយប្រាប់ទៀតថាបុគ្គលគួរតែធ្វើអំពើល្អដែលជាហេតុនាំសុខមកឲ្យប៉ុណ្ណាសូមអនុមោទនីបើអញ្ចឹងសរុបសេចក្តីនៃពធលើកឡើងនៅក្នុងថ្ងៃនេះដែលញាតិញោមធ្វើបុណ្យតក្កិណានុបទានដើម្បីឧទ្ទិសកុសលហ្នឹងគឺត្រូវប្រកបដោយអង្គ3ញោមណាទី1ធ្វើទានដល់អ្នកមានសិលទី2យើងឧទ្ទិសទានទី3អ្នកដែលបានចែកឋានទៅហ្នឹងអនុមោទនីហើយចំណុចមួយទៀតដែលយើងត្រូវដឹងហ្នឹងគឺប្រចាំថ្ងៃប្រចាំជីវិតរបស់យើងញាតិញោមគ្រប់គ្នាទាំងអស់នឹងឲ្យលះបង់អ្វីដែលមិនល្អកាយទុច្ចរិតវិច័យទុច្ចរិតមโนទុច្ចរិតអីហ្នឹងយើងព្យាយាមលះបង់ដងបន្តិចអ្វីដែលធ្ងន់ញោមដាក់ចុះទាំងអស់គ្នាញោមណានឹងឲ្យធ្ងន់សៅមងគិតឲ្យពិបាកចិត្តស្មុគស្មាញចិត្តនាំឲ្យកើតទោសៈក្តៅក្រហាយអីហ្នឹងទម្លាក់ចោលទៅតោងកាន់យកតែរឿងល្អសេចក្តីសុខនឹងកើតចម្រើនដល់ញោមមិនថាបច្ចុប្បន្នទេទៅកាន់បរលោកក៏បុណ្យនឹងមានឱកាសឲ្យផលនឹងបានទៅកាន់ទីដ៏ប្រសើរអញ្ចឹងសូមឲ្យញាតិញោមឲ្យឃើញមុខគ្រប់គ្នានៅស្ថានសួគ៌ឋានមនុស្សគ្រប់គ្នារហូតញោមណាអនុមោទនីបើអញ្ចឹងអាយ៉ងធម្មទេសនាពធទេសនាក្នុងថ្ងៃនេះមានប្រមាណប៉ុណ្ណឹងអេវ៉ាំងសូមអនុមោទនីសូមអរព្រះគុណព្រះករណាដែលបានទេសនាដោយបាន
โยคะ